បាទអញ្ចឹងសម្រាប់វីដេអូមួយនេះវិញគឺយើងមកទស្សនាការសាកល្បងល្បឿនដកស្រង់បច្ចេកទេសគ្នារវាងទូកលងរបស់វត្តជ្រោយទឹមចាស់ដែលស្ថិតនៅក្នុងសង្កាត់លេខ10ក្រុងឃ្លាំងខេត្តឃ្លាំងដែលជាស្នាដៃផលិតរបស់លោកពូលីណាបងប្អូនជាមួយនឹងទូកលងរបស់វត្តពេជ្រមង្គលដែលស្ថិតនៅក្នុងស្រុកជ្រោយញើខេត្តឃ្លាំងដែលផលិតឡើងដោយស្នាដៃបងប្អូនខ្មែរក្រមយើងផ្ទាល់តែម្ដងហើយសម្រាប់ទូកលងរបស់វត្តជ្រោយទឹមចាស់គឺឯកសណ្ឋានពណ៌ក្រហមបាទអញ្ចឹងសម្រាប់វីដេអូមួយនេះវិញគឺយើងមកទស្សនាអំពីសកម្មភាពក្នុងការសាកល្បងល្បឿនគ្នាដើម្បីដកស្រង់បច្ចេកទេសរវាងទូកលងរបស់វត្តសិរីមនីសង្កែដែលជាទូកស្ថិតនៅក្នុងស្រុកអណ្ដូងទឹកខេត្តឃ្លាំងជាមួយនឹងទូកលើកក្តាររបស់វត្តព្រែកអំពូលណាបងប្អូនអញ្ចឹងល្បឿនរបស់ទូកទាំងពីរគឺពិតជាមិនធម្មតាទេបងប្អូនទាំងអស់គ្នាបាទអញ្ចឹងសម្រាប់វីដេអូមួយនេះវិញគឺយើងមកទស្សនាការសាកល្បងល្បឿនគ្នាដកស្រង់បច្ចេកទេសរវាងទូកលងរបស់វត្តពោធិសត្ថារាមដែលស្ថិតនៅខ្សែទឹកខាងក្នុងមានឯកសណ្ឋានពណ៌ក្រហមគឺជាទូកដែលមកពីខាងសង្កាត់លេខ7ក្រុងឃ្លាំងខេត្តឃ្លាំងហើយក៏ជាស្នាដៃផលិតរបស់លោកពូទ្រីសេងហៀបដែរសម្រាប់ទូកមួយគ្រឿងនេះហើយសម្រាប់ទូកខ្សែទឹកខាងក្រៅដែលមានឯកសណ្ឋានពណ៌ទឹកក្រូចស្រាលវិញគឺជាទូកលងរបស់វត្តកំពង់មានជ័យទឹកប្រៃដែលជាទូកស្ថិតនៅក្នុងស្រុកអណ្ដូងទឹកខេត្តឃ្លាំងនៃទឹកដីបងប្អូនខ្មែរក្រមរបស់យើងហើយក៏ជាស្នាដៃផលិតរបស់ជាងលីណាបងប្អូនទាំងអស់គ្នាហើយនេះគឺជាទិដ្ឋភាពពីផ្នែកខាងលើវិញម្ដងមើលទៅគឺពិតជាអស្ចារ្យខ្លាំងមែនតើ